ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាវីដេអូនេះលើកទីបងប្អូនដោយសារតាំងពីខែ11អត់ទាន់បានកាត់ផុសកាលហ្នឹងទៅខេត្តវិជ័យជាមួយម៉ាក់ហើយបងប្អូនទៅពីឡានហើយយើងចេញពីពេញទៅក៏ចូល Amazon អង្គុយញ៉ាំទិញ green tea ញ៉ាំតិចទៅចាហើយយើងបន្តទៅមុខទៀតពេលហ្នឹងគឺជិះតាមផ្លូវខេត្តកំពង់ចាមចាហើយយើងជិះទៅរៀងនេះតិចហ្នឹងក៏ឈប់អង្គុយលេងតិចទៅហើយចេញដំណើរមកទៀតហើយនេះតាមផ្លូវទៅខាងខេត្តបច្ចេកគឺធម្មជាតិគឺស្ងាត់មែនតើចាហើយឥឡូវយើងមកដល់វត្តកំពង់ឈូកហើយចាហើយដែលបងប្អូននៅទីនោះវាច្រើនគាត់ហៅវត្តកំពង់ឈូកអ្នកខ្លះគាត់ហៅវត្តស100ចាហើយអានេះវិហារវត្តស100ចាគឺស្រស់ស្អាតមែនតើហើយកន្លែងនេះគឺខ្ចៅដីព្រៃកំពង់ឈូកពណ៌មាសឆ្អិនឆ្អៅពិតជាស្អាតមែនតើខ្ញុំទៅនោះគឺខញហ្នឹងស្អាតតែម្ដងហើយទេសភាពនៅក្នុងវត្តកំពង់ឈូកគឺការរៀបចំបានល្អហើយខ្ញុំបានចេញមកវិញហើយនេះក៏ថតក្មួយលេងតិចទៅនៅតាមផ្លូវចេញមកវិញហើយទេសភាពពេលថ្ងៃលិចហ្នឹងក៏ឃើញស្អាតក៏ថតភ្លឺចិញ្ចាំងម្ដងហើយនេះក្មួយមានអីទេក្នុងឡានដែរមានថតក្មួយថតអីចាហើយនេះយើងមកដល់ទេសនានៅខេត្តកញ្ចេះហើយនេះពេលយប់ឡើងស្ងាត់តិចអត់សូវគេដើរលេងយប់ឡើងចាហើយព្រឹកឡើងនេះគឺទឹកទន្លេនៅមុខទេសនាខ្ញុំហ្មងណាដែលខ្ញុំជួលនោះគឺមុខមាត់ទន្លេតែម្ដងគឺស្រស់ស្អាតមែនតើហើយនៅហើយថៃនៅខេត្តបច្ចេកហ្នឹងបងប្អូនតាមទៅឃើញគឺធំមែនតើមួយអីចង់10គីឡូអីហើយខ្ញុំថតឲ្យឃើញអ្នកលក់ដល់ពេលថតឃើញអ្នកលក់ចឹងមកដល់ហើយនេះសាហ្នឹងក៏លក់តែមកផឹកទេថ្ងៃឡើងអីគាត់អត់លក់ទេចាឥឡូវខ្ញុំចេញមកវិញហើយជិះតាមផ្លូវទឹកឆានៅខេត្តកំពង់ចាមចាក៏កុំឲ្យយើងមកដល់ហើយយើងចូលបានច្រើនកន្លែងទៀតទៅហើយនេះម៉ាក់ខ្ញុំកំពុងនាំចាយលេងទឹកហើយជាមែនតើទឹកឆាហ្នឹងគឺទឹកចេញមកពីដីហ្មងបងប្អូនទឹកចេញមកពីដីដល់ពេលចឹងទៅក៏ជាខ្លាំងហ្មងខ្ញុំទៅនោះមនុស្សមកលេងច្រើនណាស់ហ្នឹងណាសបោមនុស្សតែទៅលេងនៅនោះហើយកំងអាហារហ្នឹងរៀងយូរតិចដោយសារតែមិនភ្ញៀវមកទៅច្រើនពេកចឹងទៅយើងរៀងយូរតិចមកបានហូបចឹងណាចានេះបងប្អូនខ្ញុំគាត់កំញ៉ាំហើយនេះក្មួយគាត់បាននំនឹងគាត់មកបញ្ចុកគាត់ថតលេងទៅចាឥឡូវយើងចេញមកវិញហើយតាមផ្លូវចេញមកវិញទឹកឆាវិញចាវីដេអូផងខ្ញុំមានតែប៉ុណ្្នឹងបងប្អូនអត់មានអីច្រើនណាស់នេះជា vlog បែបតិចតួចអរគុណបាយបាយ